បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូឧសបរានជ័យទឹកដែលមានផ្លាកសញ្ញាឥសីស្ដេចឆ្នាំរុក្ខមូលបងប្អូនណាហើយថ្ងៃនេះខ្ញុំលើកយកមកតាក់ទិននឹងឱសថរបស់ខ្ញុំបាទពីរមុខដើម្បីបម្រើសុខភាពបងប្អូនហើយបើសិនជាបងប្អូនមានពាក់ព័ន្ធនឹងសុខភាពបងប្អូននឹងចូលមើលតាមដានវីដេអូរបស់ខ្ញុំបាទដូចតទៅដូចជាបងប្អូនមានកាពះរវៀនឬដុំបាទហើយនៅនេះខ្ញុំសង្ខេបខ្លីៗខ្ញុំយកនិយាយពីកាពះរវៀនមុនបងប្អូនណាដូចជាថ្នាំក្រពះឬដុំបាទបងប្អូនណាហើយជាដំបូងខ្ញុំយកថ្នាំក្រពះមកនិយាយមុនបងប្អូនដូចជាបងប្អូនមានអាការៈចុកចុងដង្ហើមសៀនពោះកោពោះបងប្អូនខ្លះមានជំងឺរាគរូសជាប្រចាំហើយរ៉ាំរ៉ៃធ្ងន់ធ្ងរនៅខ្លះទៅបត់ជើងមកក្តៀងពី3ថ្ងៃបត់ជើងម្ដងបត់ជើងមករឹងដោយអាចភាសាអញ្ចឹងនៅខ្លះទៅឈឺបោះដៃផុតនៅខ្លះដោបសិតហើយនៅខ្លះទៅឈឺក្បាលអញ្ចឹងបងប្អូនណាអាការៈរោគទាំងអស់នេះជាអាការៈរោគកាពះពោះវៀនហើយបងប្អូនណាហើយបើសិនជាបងប្អូនមានអាការៈរោគដូចខាងលើហើយបងប្អូនយកឱសថរបស់ខ្ញុំបាទនេះយកទៅជាបាលទៅជាយ៉ាងឆាប់រហ័សបងប្អូនតែ3ឬ4ថ្ងៃឲ្យតែបងប្អូនយកទៅពិសាទទួលទានបងប្អូនណាហើយដូចជានេះជាប្រភេទវិស័យបងប្អូនបើសិនជាបងប្អូនយកទៅដាក់មួយស្ព្រាកាហ្វេនៅក្នុងនឹងស្រេចឲ្យលោកគ្រូដាក់ក្នុងមួយថ្ងៃ3ដងព្រឹកថ្ងៃល្ងាចបងប្អូនដាក់ទឹកក្តៅអ៊ុនៗក៏បានបងប្អូនដាក់ទឹកសុទ្ធយើងក៏បានយកទៅពិសាទទួលទានទៅបងប្អូនណាហើយនេះជាប្រភេទគ្រាប់ដែលពេលបងប្អូនដាក់តាមថង់តាណាក៏បានដែរឲ្យងាយស្រួលលោកគ្រូធ្វើសម្រាំងទុកឲ្យបងប្អូនងាយស្រួលចង់យកប្រភេទណាមួយក៏បានដែរឆ្នាំដូចគ្នាទេបាន7-2ខែដូចគ្នាទេពិសាទទួលទានបងប្អូនណាហើយបងប្អូនយកទៅរយៈពេលដូចខ្ញុំនិយាយមិញអញ្ចឹងបងប្អូនដល់3ឬ4ថ្ងៃដឹងធូរភ្លាមតែម្ដងបងប្អូនណាហើយខ្ញុំមិនភូតមិនដូរកិត្តិយសទេបងប្អូនពិតប្រាកដណាស់ព្រោះអីឆ្នាំនេះខ្ញុំដឹងឆ្នាំរបស់ខ្ញុំឱសថរបស់ខ្ញុំប្រកែហើយខ្ញុំប្រាប់បងប្អូនត្រង់តែម្ដងបងប្អូនហើយដូចជាចំណាំងចឹងដែរបងប្អូនណាចំណាំងកាពះពោះវៀនចឹងណាបងប្អូនខ្ញុំមានចំណាំងដែរសម្រាប់ឲ្យបងប្អូនពេលទៅនៅផ្ទះចឹងបងទៅបងប្អូនតាមវិសាទទួលទានទៅក្នុងមួយកញ្ចប់នេះបងប្អូនណា4ឆ្នាំហើយបងប្អូនដាំរយៈពេល4-5ថ្ងៃទៅមួយទឹកទៅចាប់ផ្ដើមធូរហើយធូរឧទាហរណ៍ថាកោពោះវារូបចឹងបាត់ហើយក្តៀនចឹងបាត់ជើងមកធូរតែម្ដងបងប្អូនណាអាការៈវាធូរមុនដំបូងស្នាមប្រសពរារបស់យើងហើយកណាធូរហើយវាវល់ជាបងប្អូនណាហើយកណាជាវាជាមិនលាក់មកវិញទេបងប្អូនណាហើយនឹងទី1បងប្អូនទី2បើសិនជាបងប្អូនមានអាការៈឬដុំបាទដូចជាបងប្អូនបត់ជើងមកស្ប៉ែតបត់ជើងមកដាច់បត់ជើងមកយូរបត់ជើងមកលៀនហើយលៀនហ្នឹងវាលែងចូលទៅវិញខ្លះទៅក៏លៀនហ្នឹងចូលទៅវិញខ្លះទៅធំទៅវាលែងចូលទៅវិញទាល់តែយកដៃវិញអាការៈទាំងអស់នេះគឺអាការៈដុំបាទហើយអ្នកខ្លះទៅនៅក្នុងបុរាណគេហៅថាលៀនពូនបងប្អូនហ្នឹងអ្នកខ្លះទៅក៏នៅក្រៅលៀនចេញអ្នកខ្លះទៅដោះកលឹងជុំវិញសាគូតហើយបងប្អូនមានតេតិននឹងបញ្ហាដូចខ្ញុំនិយាយខាងលើបងប្អូនយកសម្រាប់ដងលៀនលោកខ្ញុំនិយាយថាដងធ្លាក់បងប្អូនអាហ្នឹងយកអាទូចនេះទៅឆ្នាំទូចនេះទៅយកទៅលាបក្នុងមួយថ្ងៃ2ដងបងប្អូនធ្វើអនាម័យស្អាតទៅបងប្អូនលាបទៅល្ងាចឡើងធ្វើអនាម័យស្អាតលាបទៅនេះសម្រាប់តែលាបទេហើយលាបផងបងប្អូនពិសាអាធំនេះផងបងប្អូនណាដាក់មួយស្ព្រាកាហ្វេមួយស្ព្រាកាហ្វេហ្នឹងនៅក្នុងនឹងហើយបងប្អូនដាក់មួយថ្ងៃ3ដងមួយដងមួយស្ព្រាកាហ្វេព្រឹកថ្ងៃល្ងាចបងប្អូនពិសាទទួលទានទៅតែ3ទៅ4-5ថ្ងៃដឹងធូរបត់ជើងមកធូរបត់ជើងមកមានអារម្មណ៍ថាមានលិមុខមូលហើយលែងស្ប៉ែតហើយប៉ុន្តែវាលិមុខវាមិនទាន់មូលមែនទេបងប្អូនចាប់ដើមស្ពាយាមហូបពិសាទទួលទានបន្តទៀតទៅនឹងបានជោគជ័យជាសះស្បើយពីអាការៈរោគរដុំបាទបងប្អូនហើយនឹងមួយទៀតបងប្អូនណាជាចំណាំងខ្ញុំលក់ជាចំណាំងបងប្អូនចង់យកជាចំណាំងបងប្អូនជាចំណាំងទៅក្នុងកញ្ចប់4ឆ្នាំដូចកាពះពោះវៀនដែរបងប្អូនហើយបងប្អូនពិសាទទួលទានទៅចាប់ផ្ដើមបត់ជើងស្រួលបត់ជើងមកលិមុខលែងសិនស្ប៉ែតពេលដែលបត់បងប្អូនហូបពីយាមហូបទៅហើយអាការៈដុំបាទចេះតែមានផ្លែកតិចម្ដងចំងាយជំងឺរបស់យើងជាធូរបងប្អូនចង់និយាយចឹងហើយនៅជាចុងក្រោយនេះប
បើសិនជាបងប្អូនមានចំណាប់អារម្មណ៍លើអសត់បុរាណរបស់ខ្ញុំបាទហើយគ្រូផ្សំថ្នាំចេទឹកនេះបងប្អូនជាវយកទៅប្រើជាស័ក្តិសិទ្ធិណាស់បងប្អូនហើយខ្ញុំមិនភូតកុហកទេចំណាស់នេះហើយបងប្អូនណាជាស័ក្តិសិទ្ធិតែម្ដងដូចខ្ញុំនិយាយបាញ់ចឹងហើយនៅចុងបញ្ចប់នេះខ្ញុំបាទសូមបួងសួងនៅទេវតាក្នុងចក្រវាលនៃកម្ពុជាយើងនេះថែរក្សាបងប្អូនរោគជាទីប្រមាណសូមឲ្យបងប្អូនជាសះស្បើយហើយម្យ៉ាងទៀតសូមជូនពរបងប្អូនសូមឲ្យបងប្អូនបានសុខបានចម្រើននៅក្នុងក្រុមគ្រួសារសូមជូនពរបុណ្យការអាយុវណ្ណៈសុខៈពលៈកំបីគ្រៀងគ្រៀតឡើយសូមអរគុណ